របាយការណ៍ស្ដីពីលទ្ធផលវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងបានអនុម័តរួចរាល់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី10ការប្រើប្រាស់គ្រឿងញៀនគឺបំផ្លាញជីវិតខ្លួនឯងក្រុមគ្រួសារនិងសង្គមជាតិនារសៀលថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025ឯកឧត្តមឈៀងឡាក់ប្រធានក្រុមប្រឹក្សាខេត្តបានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី10អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងដើម្បីពិនិត្យនិងអនុម័តនៅរបាយការណ៍ស្ដីពីលទ្ធផលវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំទី2អាណត្តិទី4កិច្ចប្រជុំវិសាមញ្ញនោះគឺមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តអភិបាលរងខេត្តប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុងស្រុកទាំង6ឯកឧត្តមឈៀងឡាក់ប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងការកោតសរសើរដល់ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងនិងមន្ទីរអង្គភាពជុំវិញខេត្តរដ្ឋបាលក្រុងស្រុកឃុំសង្កាត់បានរកដំណោះស្រាយជូនប្រជាពលរដ្ឋរួចរាល់នៅសំណុំពរចំនួន170ករណីស្មើនឹង 100%គួររំលឹកថានៅថ្ងៃទី10រហូតដល់ថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ឆ្នាំ2025ធ្វើតាមក្រុងស្រុកទាំង6ដោយក្នុងមួយថ្ងៃគឺរៀបចំធ្វើចំនួន2ក្រុងស្រុកពេលព្រឹកម៉ោង 7:00 នាទីនិងពេលរសៀលម៉ោង 2:00 នាទីក្នុងនោះប្រជាពលរដ្ឋដែលបានលើកឡើងនៅយោបល់សំណើសំណុំពរកង្វល់និងបញ្ហាប្រឈមនានាចំនួន170ករណីត្រូវបានឆ្លើយតបឬឆ្លើយបំភ្លឺដោយវាគ្មិនដែលជាអភិបាលខេត្តតំណាងមន្ទីរអង្គភាពក្រុងស្រុកនិងអ្នកពាក់ព័ន្ធនៅក្នុងកំឡុងពេលវេទិការួចរាល់ចំនួន170ករណីស្មើនឹង 100%វេទិកាសាធារណៈនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយជំរុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធរួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតការពិនិត្យនិងដោះស្រាយបញ្ហាសំណួរសំណុំពររបស់ប្រជាពលរដ្ឋនឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសំដៅលើកម្ពស់ជីវភាពប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានវេទិកាសាធារណៈនេះនៅក្នុងក្របខ័ណ្ឌពង្រឹងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលជាឆន្ទៈយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំជាពិសេសសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបន្តដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រីក្នុងការជួយជំរុញឲ្យកម្ពុជាអនុវត្តតាមលទ្ធិប្រជាធិបតេយ្យដែលបានឲ្យថ្នាក់ក្រោមជាតិជំរុញអនុវត្តកម្មវិធីវេទិកាក្រុមប្រឹក្សានៅគ្រប់បណ្ដាក្រុងស្រុកទាំងអស់ដើម្បីស្ដាប់ទទួលយកនៅបញ្ហានិងសំណុំពររបស់ប្រជាពលរដ្ឋមកដោះស្រាយបានទាន់ពេលវេលា